មានរឿងមួយដែលខ្ញុំតែងតែសោកស្ដាយគឺការដែលខ្ញុំរៀបការជាមួយប្តីខ្ញុំអាឡូជាសៀខ្ញុំកំពុងស្ងល់ថ្នាំឲ្យឯងស្ងល់ថ្នាំឲ្យឯងនៅតែខ្ជិលរាល់ថ្ងៃខ្ញុំប្រាប់ឯងចុះបើឯងមិនអាចមានកូនឲ្យជាមិញទេខ្ញុំមិនឲ្យឯងរៀបការជាមួយគេទេដឹងហើយអ៊ំស្រីលោកមិនអីទេនឹងលោកជិះរទេះរុញនៅកន្លែងដែលខ្ញុំមើលមិនឃើញខ្ញុំពិតជាមើលមិនឃើញមែនសុំទោសផងធោះចាស់នេះតម្លៃប៉ុន្មានខ្ញុំសឹងលោកធោះសម័យជៀនឡុងនាងសងមិនរួចទេធោះធម្មតាមួយសោះហ៊ាននិយាយថាជារបស់សម័យឈីងទៀតលោកទាលុយខ្ញុំមែនទេធោះបែកមួយសោះមិនក៏ជារបស់សម័យឈៀនឡុងទៅបើជារបស់មានតម្លៃមិនក៏លោកយកមកតាមខ្លួនផ្ដេសផ្ដាស់អញ្ចឹងបែកខ្ទេចអស់ហើយនាងចង់មានន័យថាខ្ញុំទាលុយនាងមែនទេមែនហើយនាងប្តឹងប៉ូលីសទៅប្តឹងក៏ប្តឹងចាំមើលអាឡូប៉ូលីសខ្ញុំនៅទីនេះមានគេទាលុយខ្ញុំអ្នកទាំងអស់គ្នាមកទីនេះបន្តិចមកលោកបន្តិចទៀតប៉ូលីសមកដល់ហើយបើប៉ូលីសថាជារបស់คล้ายលោកចាំតែទទួលទោសទៅទាលុយគេផលវិបាកធ្ងន់ធ្ងរណាស់គិតឲ្យច្បាស់ទៅឥឡូវនេះខ្ញុំដកកាមេរ៉ាសុវត្ថិភាពចេញសិនកុំឲ្យគេថាយើងធ្វើបាបគេខ្ញុំមិនដែលឃើញអ្នកណាទាលុយគេអញ្ចឹងទេធ្វើខ្លួនដូចជាជនរងគ្រោះអញ្ចឹងមិនក៏លោកមិននិយាយអីអញ្ចឹងឆាប់និយាយមកនាងប្តឹងប៉ូលីសហើយមែនទេអាឡូប៉ូលីសនេះជាកាមេរ៉ាសុវត្ថិភាពមនុស្សមិនអីទេមែនទេមនុស្សមិនអីទេតែខូចខាតទ្រព្យសម្បត្តិអ្នកទាំងពីរសម្របសម្រួលគ្នាទៅសងជាឯកជនឬក៏សងតាមច្បាប់ឯកជនមិនបាច់ទេអូខេភីគីម្ខាងទៀតដកពាក្យបណ្ដឹងហើយអ្នកទាំងពីរសម្របសម្រួលគ្នាទៅអរគុណប៉ូលីសរំខានហើយខ្ញុំអាចទៅបាននៅខ្ញុំរកមើលសិននាងពិតជាមិនទាលុយខ្ញុំមែនទេខ្ញុំប្រាប់នាងហើយនាងសងមិនរួចទេលោកប៉ុន្មានក៏ខ្ញុំអាចសងបានដែរពិតជាសុំទោសមែនលោកខ្ញុំស្គាល់ជាងជួសជុលម្នាក់ពូកែណាស់នេះជានាមប័ណ្ណរបស់ខ្ញុំពេលនោះលោកទូរស័ព្ទមកខ្ញុំមកសូមផ្លូវអូអ៊ំស្រីលីជាសៀប្រកាសជាមិនអាចមានកូនទេអ៊ំគុំយកនាងអីខ្ញុំឃើញនាងក៏ធុញដែរម៉ាក់ប្រាក់ខែគាត់រាល់ខែសន្សំទុកក្នុងកងធនាគារខ្ញុំទាំងអស់2 ឆ្នាំសន្សំបានជិត2 លានហើយគាត់មានគម្រោងមួយចិត្តចប់ហើយបានភាគលាភ50,000 50,000អញ្ចឹងចាំគាត់បានភាគលាភសិនចាំលែងលេះជាមួយគាត់ហើយរកស្រីណាដែលអាចមានកូនបានកូនជាអ្នករៀនថ្នាក់អនុបណ្ឌិតដំបូងគេក្នុងភូមិយើងហើយប្រឡងជាប់រដ្ឋបាលទៀតអនាគតភ្លឺស្វាងមិនអាចឲ្យនាងបំផ្លាញបានទេទុកចិត្តចុះម៉ាក់ចាំខ្ញុំបានលុយខ្ញុំនឹងលែងលេះជាមួយនាងជឿសៀនាងមកវិញតាំងពីពេលណាខ្ញុំទៅតែមកដល់អ្នកទាំងពីរនិយាយអីហ្នឹង
ជាសៀថ្នាំនេះអ៊ំស្ងល់ឲ្យនាងនាងឆាប់ផឹកទៅផឹកអស់មួយចាននេះប្រកាសជាមានកូនហើយចាំនាងមានកូនអ្នកទាំងពីរនឹងរៀបការអ្នកណាស្ងល់ឲ្យក៏ដោយផឹកថ្នាំអស់ហើយឆាប់សម្រាកទៅខ្ញុំធ្លាប់គិតថាឲ្យតែផឹកថ្នាំល្វីងនេះអស់នឹងអាចនៅផ្ទះត្រកូលលីបានទើបខំប្រឹងផឹកឥឡូវទើបយល់អ្នកខ្លះកើតមកគឺដើម្បីតែផលប្រយោជន៍ឯងលះបង់អស់ពីចិត្តគេចាត់ទុកឯងជាមនុស្សល្ងងជាមេងលុយ150,000ក្នុងកុងធនាគារយើងបងផ្ទេទៅណាលីជឿសៀមិនដឹងថាខ្ញុំយកលុយទៅទិញផ្ទះទេអូគឺមិត្តរួមការងារខ្ញុំគេទិញផ្ទះខ្វះលុយប្រញាប់ប្រើលុយខ្ញុំរាប់អានគេក៏ឲ្យគេខ្ចីទៅនាងក៏ស្គាល់គេដែរឈ្មោះយានតែពួកយើងចិត្តរៀបការហើយរឿងធំបែបនេះបងគួរតែពិភាក្សាជាមួយខ្ញុំមែនទេសុំទោសអូនសម្លាញ់លើកក្រោយបងប្រកាសជាពិភាក្សាជាមួយអូនមុនប៉ុន្តែមិនក៏អូនសួររឿងលុយភ្លាមអញ្ចឹងអូនប្រញាប់ប្រើលុយមែនទេខ្ញុំប្រាប់បងអញ្ចេះមិត្តភក្តិខ្ញុំពីមុនវិនិយោគ2លានខែនេះចំណេញបាន1លានគេសួរខ្ញុំចង់ចូលរួមជាមួយគេទេខ្ញុំក៏មិនសូវយល់ដែរទើបមកសួរបងមួយខែចំណេញបាន1លានវិនិយោគអីហ្នឹងបើបងចាប់អារម្មណ៍ខ្ញុំរកអ្នកគ្រប់គ្រងការវិនិយោគរបស់គេមកណែនាំបងល្អអូនណាត់គេមកបងនិយាយជាមួយគេមួយខែចំណេញ1លានមិនប៉ុន្មានខែទេខ្ញុំនឹងយូរ៉ូអាចទិញវីឡាបានហើយអូខេជីមេងចាំយើងរកលុយបានទិញផ្ទះហើយយើងរៀបការអូខេអ៊ំស្រីខ្ញុំទៅធ្វើការហើយអូខេអ៊ំស្រីជឿសៀមានរឿងល្អអីតាលីជឿសៀរកអ្នកណាមកបោកខ្ញុំមែនទេមិនអាចទេលីជឿសៀស្រឡាញ់ខ្ញុំណាស់នាងមិននឹងអាចបោកខ្ញុំបានមែនហើយខួរក្បាលនាងគិតមិនដល់រឿងនឹងទេមានលុយហើយអាឡូគឺខ្ញុំព្រឹកស្អែកម៉ោង9ជួបគ្នានៅកន្លែងគ្រោះថ្នាក់ចរាចរណ៍នាងណែណាខ្ញុំអាចទៅទទួលនាងបាននាងមកយឺត4នាទី18វិនាទីថ្ងៃនេះស្ទះចរាចរណ៍បន្តិចមែនហើយថ្ងៃនេះកន្លែងនោះរៀងឆ្ងាយបន្តិចជិះឡានខ្ញុំទៅមិនបាច់ទេនាងមិនក៏បើកឡានអញ្ចឹងចុះលោកវិញឡានលោកថៅកែទៅចុះឡាននាងជើងលោកអាចដើរបានហើយនៅមិនទាន់ចេញដំណើរទៀតអូជើងលោកអាចដើរបានហើយអ្នកជិះរទេះរុញមិនប្រកាសថាពិការទេសុំទោសរៀងគិតទុកជាមុនបន្តិចហើយអ្នកណាទៅដឹងថាមនុស្សមានសុខភាពល្អជិះរទេះរុញធ្វើអី